สำหรับផ្លែឈើមួយប្រភេទនេះមានឈ្មោះថាផ្លែជំពាឬក៏ផ្លែអំពាទៅតាមការហៅតាមតំបន់អញ្ចឹងទៅតែសម្រាប់ពាក្យបច្ចេកទេសឈ្មោះថាភេដាដានេះជាអ្វីដែលខ្ញុំបានយកមកសិក្សាស្រាវជ្រាវបន្ទាប់ពីបានបេះផ្លែឈើនេះមកហូបរួចនៅតាមតំបន់ព្រៃជ្រោយស្វាយក្នុងខេត្តកោះកុងហើយវាក៏ជាប្រភេទរុក្ខជាតិតាមព្រៃកោងកាងដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើននឹកស្មានមិនដល់មិនថាផ្លែស្លឹកសម្បកឬក៏ដើមនោះទេវាថែមទាំងអាចជួយការពារបរិស្ថានការពារឆ្នេរសមុទ្រពីការសំណឹកដោយសារលំហូរនៃទឹកព្រមទាំងអាចជួយទ្រទ្រង់ដល់ជីវិតសត្វព្រៃថែមទៀតផងក្រៅពីសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីការពារការហូរច្រោះដីនិងផ្ដល់ជាជម្រកសត្វដ៏សំខាន់ផ្លែជំពាក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដោយសារតែផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មជាតិសរសៃនិងវីតាមីនជាច្រើនប្រភេទក្នុងការប្រឆាំងការរលាករួមជាមួយនឹងការគ្រប់គ្រងជាតិស្ករក្នុងឈាមនិងកូលេស្តេរ៉ុលផងដែរហើយលើសពីនេះជាតិសរសៃផ្លែឈើដែលអាចធ្វើឲ្យមុខងារក្រពះពោះវៀនប្រសើរឡើងជាងមុនដែលត្រូវបានចាត់ទុកថាជាផ្លែឈើដែលមិនមានជាតិពុលនិងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងទម្រង់ផ្សេងៗមិនថាផលិតផលឱសថផលិតផលសម្ផស្សឬផលិតផលអាហារូបត្ថម្ភនោះទេដែលជាប្រភេទផ្លែឈើសម្បូរទៅដោយសារជាតិសរសៃ fiber អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារដែលគេប្រើប្រាស់សម្រាប់ព្យាបាលបញ្ហារាគរូសជាដើមផ្លែជំពាឬក៏ផ្លែអំពាមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកជាថ្នាំបំបាត់ការឈឺចាប់ប្រឆាំងនឹងអាឡែហ្ស៊ីប្រឆាំងនឹងជំងឺផ្សិតព្រមទាំងអាចព្យាបាលមុខរបួសបានផងដែរក្រោយពីដឹងអត្ថប្រយោជន៍នៃផ្លែឈើត្រួសនៃផ្លែជំពាឬក៏ផ្លែអំពារួចម្នាក់គួរតែរួមគ្នាថែរក្សាព្រៃឈើឲ្យបានល្អដើម្បីជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយបន្តទៀតហើយសម្រាប់វីដេអូនេះក៏ដល់ទីបញ្ចប់អរគុណចំពោះការទស្សនាក៏ដូចជាការ follow ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីទៀតឆ្ងាញ់តា